បាទជាបន្តទៀតយើងនឹងបង្ហាញនៅក្នុង project 1ជាបន្តទៀតទាក់ទងជាមួយនឹងប៊ូតុង delete បាទដែលយើងត្រូវការ delete data ពី access យើងបាទអញ្ចឹងទី8បាទយើងនឹងបង្ហាញ how to write delete in btn delete button បាទអូខេតទៅពីបានហើយយើងអាចបើកកូដបាទប៊ូតុនយើងបាទហើយយើង double click ទៅលើ delete បាទអញ្ចឹងនៅក្នុងនោះយើងអាចប្រើ try catch បាទដើម្បី check មើល error ផ្ទុះឡើងបាទ try នៃ exception ex បាទអញ្ចឹង mistake បាទបន្ទាប់មកនៅក្នុង try អស់លោកទៅ check មើលសំខាន់ហ្នឹងគឺ ID ហ្នឹងហើយណា must be input student ID បាទត្រូវតែបញ្ចូលដាច់ខាតទេបាទខុសវាត្រូវ check មើលបាទអញ្ចឹងកាលណាបញ្ចូលគឺចាប់ផ្ដើម save code បាទ delete from ជាទូទៅគេមិនសូវសរសេរ code delete ទេប៉ុន្តែយើងរៀននេះត្រូវការចេះដោយសារ data នោះវាមានអាយុកាល65អីដូចជាមនុស្សដែរ65ឆ្នាំដែរ student ID ស្មើជាមួយនឹងបាទ code វាគឺ delete ពី table ណាក្នុងលក្ខខណ្ឌបើយើងអត់ដាក់វាទេលុបអស់បាទលុបគ្រប់អញ្ចឹងវាអាចនឹងបញ្ហាបាទអញ្ចឹងយើងដាក់ com ស្មើ new នៃ SQL com.execute none query mistake record delete has been to delete clear តោះមកយើងហៅ clear មកបាទចឹងមកយើង check មើលបើផ្ទុយមកវិញបើសិនជា ID ហ្នឹងអត់បញ្ចូលទេ nothing អញ្ចឹងពេលហ្នឹងយើងឲ្យ mistake នៃព័ត៌មានដាក់ please enter student ID បាទនេះរឿងសំខាន់បាទអញ្ចឹងយើងដឹងហើយកូដនេះគឺកូដសាមញ្ញយើងផ្លេចតភ្ជាប់បាទឃើញទេបាទអញ្ចឹងយើងទៅ check មើលតាមរបៀបនៃការ error statement របស់វាអូខេឥឡូវយើងចាប់ដើម search ដែរ002បាទអញ្ចឹងខ្ញុំចង់លុប002ចោល delete អូខេ delete បាទអញ្ចឹងយើង search យក002ទៀតបាទ ID លែងមានហើយណាបាទ not found ឃើញទេបាទនេះគឺជារឿងងាយមួយបាទបន្ទាប់មកអស់លោកអាចងាយស្រួលអស់លោកអាចប៊ូតុង clear គ្រាន់តែហៅ clear មកបាទប៊ូតុង close tt sorry this close បាទអញ្ចឹងងាយទេបាទអស់លោកអាច search យក data ងាយជាងមុនណា01បាទអញ្ចឹងយើងអាច clear ណាបាទ close ណាបាទនេះគឺចប់ project 1ជា start ពណ៌ហើយកូដទាំងអស់នេះបាទអស់លោកបានអនុវត្តពីដើមពីរបៀបនៃការ design ពីរបៀបបង្កើត access បាទណាពីរបៀប connect ទៅកាន់ Microsoft Access CSS function clear ប៊ូតុង share ប៊ូតុង search ប៊ូតុង update ប៊ូតុង delete and ចុងក្រោយហ្នឹងអស់លោកបានសរសេរតាក់ទងជាមួយនឹងប៊ូតុង clear អូខេប៊ូតុង clear ប៊ូតុង close បាទអញ្ចឹងយើងតែប៉ុណ្្នឹងបាទបើសិនគ្រូនឹងមាន clip វីដេអូបន្ថែមទៀតបន្ត project 2 project 3 project 4បន្ថែមទៀតដើម្បីអស់លោកអាចសិក្សារៀនសូត្របានណាបាទបើសិនជាមានបញ្ហាអាចអ្នកទំនងគ្រូផ្ទាល់គ្រូនៅបង្ហាញកូដនឹងដោយ
យកចិត្តទុកដាក់បន្ថែមទៀតណាបាទអរគុណច្រើន